ខ្ញុំឧទាហរណ៍ថាមួយគ្រួសារមានសមាជិក4នាក់ម្ដាយឪពុកនិងកូន2នាក់ក៏ប៉ុន្តែយើងដឹងថាមូលហេតុអីស្រាប់តែមានសមាជិកណាម្នាក់ឬ2នាក់ដែលគាត់មិនចង់មកអាមេរិកតើនៅក្នុងឧទាហរណ៍នេះគាត់អាចដាក់ឆ្នោតបានដែរទេបើដាក់បានតើដាក់ដោយរបៀបណាបំពេញរបៀបណាបើដាក់មិនបានដោយសារមូលហេតុអីតិចទៀតបងប្អូននឹងយល់សួស្តីបងប្អូនទាំងគ្នាខ្ញុំមនិតជាអ្នកជាប់ឆ្នោត DV ឆ្នាំ2020ខ្ញុំឧទាហរណ៍មួយដែលបងប្អូនតែងតែប្រហែលជាឆ្ងល់ហើយឃើញនៅក្នុងសំណួរច្រើនខ្ញុំឧទាហរណ៍ដូចខាងដើមគឺមួយគ្រួសារមានគ្នា4នាក់តែមានសមាជិកណាម្នាក់ឬ2នាក់នៅក្នុងគ្រួសារហ្នឹងគាត់អត់ចង់មកអាមេរិកដោយសារមូលហេតុតខ្លួនដោយសារគាត់មិនអាចលៃលកថវិកាដើម្បីចូលសភាទាំងអស់គ្នាឬដោយសារមូលហេតុផ្សេងកូននៅតូចពេកអត់មានអ្នកមើលអីចឹងជាដើមសួរថាតើបើក្នុងលក្ខខណ្ឌឬលក្ខណៈអញ្ចឹងគាត់អាចដាក់ឆ្នោតបានដែរអត់បើសិនជាសមាជិកគ្រួសារផ្សេងឬក៏គាត់ចង់មកអាមេរិកហើយអ្នកផ្សេងនោះអាចមកតាមក្រោយឬក៏មិនចង់មកជាដើមតើគាត់ដាក់បានអត់ចម្លើយខ្លីគឺដាក់បានធម្មតាឲ្យតែគាត់គោរពតាមលក្ខខណ្ឌទូទៅដូចជាគាត់មានសញ្ញាបត្រគ្រប់គ្រាន់សញ្ញាបត្របាក់ឌុបអីចឹងជាដើមឧទាហរណ៍បើគាត់អត់បាក់ឌុបគាត់មានបទពិសោធន៍ការងារដែលគ្រប់គ្រាន់តាមពិន្ទុដែលគេតម្រូវអ្វីដែលលក្ខខណ្ឌគឺបើសិនជាក្នុងករណីដែលគាត់នៅក្នុងឧទាហរណ៍នេះគាត់រៀបការស្របច្បាប់មានអត្រាសិវិលចុះខ្ញុំមិននិយាយរឿងអត់ឬមានខ្ញុំនិយាយឧទាហរណ៍នេះមានចុះអញ្ចឹងអ្វីដែលគាត់ត្រូវបំពេញគឺត្រូវតែគោរពតាមលក្ខខណ្ឌបើទោះបីជាសមាជិកណាម្នាក់មិនចង់មកក៏គាត់ត្រូវបំពេញតាមលក្ខខណ្ឌគឺគាត់មានអត្រាសិវិលគាត់មានសម្បត្តិភាពនិយាយអត្រាសិវិលអាចខុសយើងនិយាយសម្បត្តិភាពវិញគាត់មានសម្បត្តិភាពអញ្ចឹងគាត់ដាក់ថា married ឬក៏រៀបការដែលចំណុច married មាន2ចំណុចគឺចំណុច married ជាមួយនឹងអាមេរិកនិងមួយទៀតមិនមែនអាមេរិកអញ្ចឹងយើងជ្រើសរើសប្តីប្រពន្ធគាត់ធម្មតាយើងជ្រើសរើសថា married ប្តីប្រពន្ធគាត់មិនមែនអាមេរិកអញ្ចឹងជាដើមអញ្ចឹងទៅអញ្ចឹងប្តីប្រពន្ធគាត់គឺគាត់ដាក់ឈ្មោះចូលទាំងអស់ទោះបីជាម្នាក់ណាមិនចង់មកក៏ត្រូវតែដាក់ទាំងអស់ទាំងប្តីប្រពន្ធកូនក៏ដូចគ្នាកូន2នាក់នោះឲ្យតែកូនដែលមានអាយុក្រោម21ឆ្នាំមិនទាន់រៀបការគឺយើងដាក់ចូលបើទោះបីជាកូនណាម្នាក់ឬទាំង2នាក់មិនចង់មកក៏ត្រូវតែដាក់លក្ខខណ្ឌគឺអញ្ចឹងដាក់ឆ្នោតបានក៏ប៉ុន្តែត្រូវតែគោរពលក្ខខណ្ឌនៅពេលដាក់ឆ្នោតមិនមែនយើងនឹកឃើញថាប្រពន្ធខ្ញុំមិនទៅខ្ញុំមកពេញតែឈ្មោះខ្លួនឯងជាមួយកូនអត់ដាក់ប្រពន្ធចូលដែលខ្លួនឯងមានសម្បត្តិភាពណាពីព្រោះបងប្អូនមានសម្បត្តិភាពប្រពន្ធត្រូវតែដាក់ចូលដាច់ខាតមិញខ្ញុំលើកឧទាហរណ៍អំពីបើសិនជាគាត់មានសម្បត្តិភាពចុះបើសិនជាគាត់អត់មានសម្បត្តិភាពវិញយើងមកពេញរបៀបម៉េចបើសិនជាគាត់អត់មានសម្បត្តិភាពវិញយើងពេញធម្មតាកាលណាអត់មានសម្បត្តិភាពគឺយើងមិនអាចដាក់ប្តីឬប្រពន្ធចូលបានទេយើងដាក់បានតែកូនដែលមានអាយុក្រោម21ឆ្នាំមិនទាន់រៀបការខ្ញុំឧទាហរណ៍ថាប្តីជាអ្នកចង់មកប្រពន្ធជាអ្នកអត់ចង់មកតែអត់មានសម្បត្តិភាពអញ្ចឹងយើងអត់ខ្វល់ទេយើងមកពេញតែឈ្មោះប្តីយើងមិនបាច់ដាក់ប្រពន្ធចូលទេពីព្រោះប្រពន្ធអត់មានសម្បត្តិភាពអញ្ចឹងយើងមិនបាច់ដាក់គាត់ចូលទេណាហើយដល់ពេលដែលបំពេញ DIP រហូតក៏យើងអត់បំពេញដែរពីព្រោះនៅក្នុងការដាក់ឆ្នោតដំបូងនេះអត់មានឈ្មោះគាត់ទេណាដោយសារយើងអត់មានសម្បត្តិភាពអញ្ចឹងយើងអត់ខ្វល់ទេក៏ប៉ុន្តែកូនបើសិនជាឧទាហរណ៍ថាកូនវិញគឺត្រូវតែដាក់ទោះបីគាត់មិនចង់មកក៏ដោយទោះបីជាយើងមានឬមិនមានសម្បត្តិភាពក៏ដោយណាខ្ញុំបញ្ជាក់ខ្ញុំត្រឡប់មកវិញអញ្ចឹងនៅក្នុងឧទាហរណ៍នេះគឺយើងគ្រប់តាមលក្ខខណ្ឌគឺយើងត្រូវបំពេញសមាជិកគ្រួសារទាំងអស់បើក្នុងករណីដែលណាបើគាត់មិនចង់មកក៏ដោយគឺត្រូវតែបំពេញណាឧទាហរណ៍ដូចតែគាត់មានសម្បត្តិភាពត្រូវតែបំពេញទាំងកូនទាំងប្រពន្ធទាំងប្តីគឺត្រូវតែបំពេញជុំបើសិនជាក្នុងករណីជាប់បើគាត់មិនចង់មកធ្វើម៉េចបើបំពេញឈ្មោះចូលអស់ហើយនីតិវិធីគឺមានទោះបីជាយើងបំពេញសមាជិកទាំងអស់ដែលជាតម្រូវការឬជាលក្ខខណ្ឌនៅពេលដែលយើងជាប់ឆ្នោតសមាជិកដែលមិនចង់មកគឺយើងដាក់គាត់ថាគាត់មិនចង់មកពីព្រោះនៅពេលដែលបងប្អូនជាប់លក្ខខណ្ឌជាប់ដំណាក់កាលទី1យើងទទួលបាន first NL ឬក៏យើងថាជាប់ឆ្នោតហ្នឹងនៅពេលដែលយើងទៅដំណាក់កាលទី2គឺយើងបំពេញទម្រង់មួយទៀតយើងហៅថា DSP រហូត DS 260នៅក្នុង DSP រហូតគឺយើងបំពេញសមាជិកទាំងអស់គ្នាដូចគ្នាប្រពន្ធប្តីកូនទាំងពីរដូចគ្នាក៏ប៉ុន្តែនៅក្នុង DSP រហូតនោះគេមានសំណួរថាតើអ្នកដែលអត់ចង់មកហ្នឹងឬក៏ឧទាហរណ៍ថាចេះខ្ញុំ
ឧទាហរណ៍ថាខ្ញុំជាអ្នកជាប់ឆ្នោតជាមេគ្រួសារខ្ញុំចង់មកសមាជិកគ្រួសារឧទាហរណ៍ថាប្រពន្ធគាត់អត់ចង់មកអញ្ចឹងនៅក្នុង DIP របស់ខ្ញុំគឺខ្ញុំនឹងបំពេញថាប្រពន្ធខ្ញុំអត់មកទេពីព្រោះនៅទីនោះគេមានសំណួរថាតើប្រពន្ធនឹងមកអាមេរិកជាមួយយើងអត់អញ្ចឹងទៅនោះយើងឲ្យដូចជាកន្លែងដែលយើងដាក់ថាគាត់មិនមកទេណានឹងឧទាហរណ៍ករណីប្រពន្ធមិនចង់មកបើសិនជាកូនមិនចង់មកក្នុង DIP របស់កូនក៏យើងនៅក្នុង DIP របស់យើងនឹងក៏យើងឆ្លើយត្រង់ចំណុចកូនថាកូននឹងអត់ចង់មកណាអញ្ចឹងយើងអាចឆ្លើយនៅក្នុងនោះtick yes no ត្រង់ចំណុចនេះគឺគេឲ្យយើង tick yes no ជ្រើសរើស yes no អញ្ចឹងបើសិនជាកូនឬប្រពន្ធណាម្នាក់ដែលគាត់អត់ចង់មកយើងដាក់ថា no ទៅហើយបើសិនជាយើងដាក់ថា no មានសំណួរបន្តគេសួរថាតើប្រពន្ធឬកូននឹងខ្ញុំឧទាហរណ៍មួយក្នុងចំណោមពីរហ្នឹងគាត់នឹងមកពេលក្រោយជាមួយយើងអត់យើងឆ្លើយថា no ទៀតណាយើងឆ្លើយថា no ទៀតក៏ប៉ុន្តែខ្ញុំបញ្ជាក់ណា DSP របស់ពួកគាត់ដែលអ្នកមិនចង់មកគឺយើងនៅតែបំពេញឲ្យគាត់ធម្មតាអ្វីដែលយើងធ្វើគឺយើង tick នៅលើ DSP របស់យើងដែលអ្នកជាប់ឆ្នោតបញ្ជាក់ថាគាត់មិនមកណាបញ្ជាក់ត្រង់ហ្នឹងក៏ប៉ុន្តែលើសពីនេះមួយទៀតខ្ញុំចង់បញ្ជាក់បងប្អូនដែរថាចុះបើសិនជាអ្នកដែលមិនចង់មកជាអ្នកជាប់ឆ្នោតតើបានអត់អូខេត្រង់នេះគឺសំខាន់បើសិនជាអ្នកដែលចង់មកជាអ្នកជាប់ឆ្នោតឬក៏អ្នកចូលឈ្មោះគោលអ្នកដែលចូលរួមឬក៏អ្នកដែលសណ្ដោងមកនោះដោយស្វ័យប្រវត្តិគឺអត់បានមកដូចគ្នាបានន័យថាអ្នកដែលជាប់ឆ្នោតគាត់បោះបង់ឱកាសហ្នឹងអញ្ចឹងអ្នកដែលសណ្ដោងអ្នកដែលទទួលផលក៏មិនមានសិទ្ធិក្នុងការទទួលផលមកបានដែរណាក៏ប៉ុន្តែបើសិនជាអ្នកដែលមិនចង់មកនោះជាអ្នកសណ្ដោងឬក៏ជាអ្នកទទួលផលឧទាហរណ៍ខ្ញុំជាប់អ្នកអត់ចង់មកជាប្រពន្ធឬកូនអញ្ចឹងគាត់អាចមិនមកបានអញ្ចឹងខ្ញុំមកអូខេតែបើសិនជាខ្ញុំអ្នកជាប់ខ្ញុំអត់ចង់ទៅតែពួកគាត់អ្នកចង់ទៅវិញអត់បានបើថាអត់ខ្ញុំមួយឬអត់អ្នកចូលឈ្មោះគោលមួយអត់ចង់ទៅអត់ទាំងអស់គ្នាតែបើសិនជាអ្នកចូលឈ្មោះជាប់នឹងមកអ្នកផ្សេងអ្នកចូលរួមមិនចង់មកអូខេបានយើងធ្វើនីតិវិធីគឺយើងបំពេញ DIP របស់ប្រាប់គេថាពួកគាត់អត់ចង់មកណាតែ DIP របស់ពួកគាត់គឺនៅតែបំពេញដដែលYes សង្ឃឹមថាវីដេអូនេះបងប្អូនអាចយល់បន្ថែមពីអ្វីដែលបងប្អូនឆ្ងល់ណាហើយបើសិនជាបងប្អូនមានសំណួរផ្សេងពាក់ព័ន្ធនឹងលក្ខណៈឧទាហរណ៍នេះបងប្អូនអាចសួរខ្ញុំបន្ថែមពីព្រោះខ្ញុំជឿថាទោះបីជាខ្ញុំនិយាយប៉ុណ្ណេះក៏ប្រហែលជានៅមានចន្លោះប្រហោងដែលបងប្អូននៅឆ្ងល់តែខ្ញុំនឹងព្យាយាមឆ្លើយបើសិនជាបងប្អូនសួរពាក់ព័ន្ធនឹងបញ្ហានេះណាអាចមានសំណួរផ្សេងដែលខ្ញុំរនឹកនិយាយមិនអស់ឬក៏បងប្អូនមានសំណួរអីប្លែកដែលខ្ញុំមិនធ្លាប់ជួបបើសិនខ្ញុំឆ្លើយបានខ្ញុំឆ្លើយណាអូខេអញ្ចឹងសម្រាប់វីដេអូនេះនិយាយអំពីបើសិនជាអ្នកជាប់ឆ្នោតហើយបែរជាមានសមាជិកគ្រួសារមិនចង់មកតែដាក់បានអត់គឺចម្លើយបានក៏ប៉ុន្តែការដាក់ឆ្នោតគឺតម្រូវឲ្យទៅតាមលក្ខខណ្ឌនៃឆ្នោតនេះដែរណាអូខេអរគុណច្រើនបងប្អូនបាយបាយ